មានទីក្រុងមួយស្ថិតនៅក្រោមដីជម្រៅជាង80ម៉ែត្រហើយអាចផ្ទុកមនុស្សរាប់ម៉ឺននាក់បានអ្នកនរគ្នាហើយអ្វីដែលចម្លែកនោះគឺទីក្រុងនេះត្រូវបានសាងសង់រាប់ពាន់ឆ្នាំមុនដោយគ្មានម៉ាស៊ីនទំនើបឬបច្ចេកវិទ្យាទំនើបដូចសពថ្ងៃនេះនោះទេថ្ងៃនេះយើងនឹងមកដឹងអំពីអាថ៌កំបាំងនៃ The Ringu Underground City គឺជាទីក្រុងក្រោមដីដ៏ធំបំផុតមួយនៅក្នុងពិភពលោកនៅឆ្នាំ1963មានបុរសម្នាក់នៅប្រទេសទូគីកំពុងជួសជុលផ្ទះរបស់គាត់អ្នកនរគ្នាហើយខណៈដែលគាត់វាយជញ្ជាំងមួយចេញហ្នឹងគាត់បានរកឃើញបន្ទប់សម្ងាត់មួយប៉ុន្តែនោះមិនមែនជារឿងចម្លែកបំផុតនោះទេនៅពីក្រោយបន្ទប់នោះមានផ្លូវវែងមួយដែលនាំចុះទៅក្រោមដីនៅពេលដែលក្រុមបុរាណវិទ្យាចុះទៅស្រាវជ្រាវពួកគេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្រោមផ្ទះធម្មតាមួយមានទីក្រុងទាំងមូលលាក់ខ្លួនអស់ជាច្រើនសតវត្សទៅហើយ The Ringu វាមិនមែនជារូងភ្នំធម្មតានោះទេអ្នកនរគ្នាវាមានជាន់ជាច្រើនស្រទាប់ចុះជម្រៅប្រហែលជា85ម៉ែត្រដោយអ្នកវិទ្យាសាស្ត្រជឿថាវាអាចផ្ទុកមនុស្សបានរហូតដល់ទៅ20000នាក់នៅខាងក្នុងមានបន្ទប់ស្នាក់នៅកន្លែងស្តុកអាហារអណ្ដូងទឹកកន្លែងធ្វើពិធីសាសនានិងកន្លែងចិញ្ចឹមសត្វផងដែរអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺទោះស្ថិតនៅក្រោមដីជ្រៅក៏ដោយក៏មានប្រព័ន្ធខ្យល់ចេញចូលដ៏ឆ្លាតវៃខ្យល់អាចចេញចូលបានយ៉ាងល្អរហូតអ្នករស់នៅទីនោះអាចរស់នៅបានយូរមែនទែនសំណួរដ៏ធំបំផុតនោះគឺតើមនុស្សបុរាណសាងសង់ទីក្រុងក្រោមដីនេះដើម្បីអ្វីអ្នកស្រាវជ្រាវជាច្រើនជឿថាវាត្រូវបានប្រើជាកន្លែងលាក់ខ្លួនពីសង្គ្រាមនិងការឈ្លានពាននៅពេលដែលមានសត្រូវមកដល់ប្រជាជនអាចនាំគ្នាចុះទៅរស់នៅក្រោមដីបានផ្លូវចូលជាច្រើនត្រូវបានបិទដោយថ្មធំៗដែលមានទម្ងន់រាប់រយគីឡូក្រាមឯណោះអ្នកនរគ្នាថ្មទាំងនេះអាចរុញបិទផ្លូវចូលពីខាងក្នុងបានធ្វើឲ្យសត្រូវមិនអាចចូលបាននោះទេវាប្រៀបដូចជាបន្ទាយការពារក្រោមដីដ៏អស្ចារ្យមួយដូច្នោះដែរទោះបីជាមានការស្រាវជ្រាវជាច្រើនឆ្នាំក៏ដោយក៏នៅតែមានអាថ៌កំបាំងជាច្រើនតើអ្នកណាជាអ្នកចាប់ផ្ដើមសាងសង់ទីក្រុងនេះហើយតើពួកគេប្រើឧបករណ៍អ្វីដើម្បីជីកថ្មរាប់លានតោនតើមានផ្នែកណាខ្លះដែលមិនទាន់ត្រូវបានរកឃើញដោយអ្នកខ្លះហ្នឹងគាត់ជឿថានៅក្រោមដីអាចមានផ្លូវសម្ងាត់ជាច្រើនទៀតដែលមិនទាន់មាននរណាម្នាក់បានចូលទៅដល់នោះទេ The Ringu គឺជាភស្តុតាងមួយបង្ហាញថាមនុស្សបុរាណមានសមត្ថភាពអស្ចារ្យជាងអ្វីដែលយើងគិតទីក្រុងមួយដែលអាចផ្ទុកមនុស្សរាប់ម៉ឺននាក់ក្រោមដីជម្រៅជាង80ម៉ែត្រត្រូវបានសាងសង់ឡើងរាប់ពាន់ឆ្នាំមុនហើយរហូតមកដល់សប្តាហ៍នេះវានៅតែជាអាថ៌កំបាំងមួយដែលអ្នកវិទ្យាសាស្ត្រមិនទាន់អាចពន្យល់បានទាំងស្រុងនោះទេចុះសម្រាប់អ្នកនរគ្នាវិញគិតយ៉ាងម៉េចដែរសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកនរគ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក